ข้อลำบากไปตะตรงขณีแต่ตะตรงขณีวิอเมียนสวาจังนะยังตะตรงขณีอเมียนสวาเดินยังเตินัดขณีก็จูบเตะប្រសិនបើយើងចេញដំណើរពីខេត្តរតនគិរីតាមផ្លូវថ្នល់កៅស៊ូដែលមានចម្ងាយប្រហែល50គីឡូម៉ែត្រនិងកាត់តាមផ្លូវចាក់គ្រោះក្រហមចម្ងាយ30គីឡូម៉ែត្រទៀតទៅដល់ភូមិដភូមិដជាភូមិអ្នកដាច់ស្រយាលមួយដែលស្ថិតនៅក្នុងឃុំយ៉ាតុងស្រុកអូយ៉ាដែរដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង1000គ្រួសារនៅទីនោះពេលវេលាដូចជាត្រូវបានបញ្ឈប់ឲ្យនៅត្រឹងខណៈដែលពិភពលោកកំពុងរត់តាមល្បឿននៃបច្ចេកវិទ្យា Digital តែអ្នកភូមិបដភូមិផ្សំភូមិខ្វែងនិងភូមិដ៏តូចគឺនៅតែប្រើមាត់ដើម្បីផ្ដាំដំណឹងគ្នាពីផ្ទះមួយទៅផ្ទះមួយពួកគាត់រស់នៅក្នុងតំបន់ដែលសេវាទូរស័ព្ទមានតម្លៃជាងមាសហើយភាពទំនើបនៃអ៊ីនធឺណិតហាក់ដូចជាត្រូវបានសុបិនដែលមិនទាន់មកដល់នៅឃុំយ៉ាតុងស្រុកអុយដាមិនត្រឹមតែឆ្ងាយពីទីរួមខេត្តរតនគិរីប៉ុណ្ណោះទេសេវាទូរស័ព្ទក៏ស្ងៀមស្ងាត់ដែរនៅក្នុងចំណោមភូមិទាំង4ព័ត៌មានមិនបានមកតាមរយៈរលកអាកាសឬ Smartphone នោះទេគឺមកតាមរយៈការជូនដំណឹងតគ្នាដោយមាត់មួយទៅមាត់មួយនៅទីនេះបច្ចេកវិទ្យា Digital គឺជាអ្វីដែលចម្លែកពលរដ្ឋហាក់ដូចជារស់នៅក្នុងកោះមួយដែលត្រូវបានសង្គមអង្គុយក្នុងតូបលក់ទំនិញបន្តិចបន្តួចតាមលក្ខណៈគ្រួសារលោកពុយហ៊ានជាកសិកររស់នៅក្នុងឃុំយ៉ាតុងបាននិយាយថាតែពួកគាត់និងអ្នកភូមិបើចង់បានទំនិញប្រើប្រាស់គឺត្រូវធ្វើដំណើររាប់សិបគីឡូដើម្បីទៅទីរួមស្រុកឬទីរួមខេត្តដោយផ្ទាល់គ្មានសេវាទូរស័ព្ទគ្មានការដឹកជញ្ជូនអ្វីៗគ្រប់យ៉ាងគឺត្រូវពឹងផ្អែកលើកម្លាំងបាយនិងត្រូវខាត់បងពេលវេលាលើដងផ្លូវครับแต่อเมียนเธอสิว่าอินเทอร์เน็ตไปมาดองไปจังใจเดือดกราวแต่อย่าแวววันจังใจเดือดครูนไอ้อเมียนสิว่าตัดต่อขึ้นนี่เลยแต่บางครั้งจังกี้จะมีในสิว่าโทรศัพท์อินเทอร์เน็ตไงប្រសិនបើមានអ្នកឈឺឬកូនឈឺសង្ឃឹមលើមាត់អ្នកភូមិផ្ដាំគ្នាបើចង់ប្រើទូរស័ព្ទត្រូវជិះម៉ូតូប្រហែល20គីឡូទៅរកសេវានេះជាសម្ដីដ៏ជូរចត់របស់លោកកឡាតជិនដែលឆ្លុះបញ្ចាំងថាក្នុងសម័យ Digital នេះភូមិដហាក់នៅឆ្ងាយដាច់ស្រយាលពីការជួយសង្គ្រោះប្រសិនបើមិនមានសេវាទូរស័ព្ទនេះពិបាកឈឺគ្រុនយកប្រលប់ទៅប៉ែតអីឆ្លងនលេក៏ពិបាកដែរស្រុកនេះបើទីប៉ែតវាឆ្ងាយពីទីលំនៅភូមិដនេះដែរណាក្នុងនាមជាមេភូមិដលោកក្លាន់អៀនហាក់រស់នៅឆ្ងាយពីទីកន្លែងព័ត៌មានលោកបានរៀបរាប់ទាំងកង្វល់ថាសម្បីតែការងាររដ្ឋបាលឬការងារប្រជុំសំខាន់ក៏លោកតែងតែខកខានជាញឹកញាប់ណាស់ព្រោះគ្មានសេវាទូរស័ព្ទសម្រាប់ទទួលព័ត៌មានពីសាលាឃុំរដងលោកអង្គុយរងចាំទាល់តែមានអ្នកជិះម៉ូតូមកប្រាប់ដល់ផ្ទះទៅដឹងថាមានការងារឬត្រូវធ្វើដោយថាសពថ្ងៃនៅវាបាក់ត្រង់ថាវាខ្វះសេវាទូរស័ព្ទតាក់ទងគ្នាពេលយើងប្រជុំម្ដងហ្នឹងវាបាក់នឹងតាក់ទងអត់លឺដំណឹងតើលើគេមកប្រាប់យើងបានយើងដឹងដំណឹងបានយើងទៅប្រជុំអីណាវាខាតពេលវេលាច្រើនយើងអាចបានចូលរួមជាមួយគេពេលប្រជុំម្ដងអញ្ចឹងវានឹងទី1អ្វីដែលធ្វើលោកខ្លោចចិត្តជាងគេគឺសម្រែករអ៊ូរបស់អ្នកភូមិដែលត្អូញត្អែពីការបាត់បង់ឱកាសព្យាបាលព្រោះពេលឈឺស្កាត់ម្ដងពួកគាត់មិនអាចសំបីតែចុចទូរស័ព្ទហៅគ្រូពេទ្យឲ្យមកជួយសង្គ្រោះបានទាន់ពេលវេលាទី2ទៀតប្រជាពលរដ្ឋល្អូច្រើនចង់គ្រប់គ្នាបាត់វាខ្វះខាតនឹងសេវាតំណែងម្ដងពេលយើងឈឺគ្រុនពេលយើងអីតាក់ទងទៅប៉ែតអត់មានសេវាតាក់ទងវាបាក់នឹងជូនដំណើរអ្នកជំងឺឈឺស្កាត់អញ្ចឹងវាបាក់ខ្លាំងក្នុងភូមិដនេះ